ស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះនួនកាញ្ចនាហើយខ្ញុំចូលរៀន SC តាំងពីខ្ញុំអាយុ9ឆ្នាំរហូតដល់18ឆ្នាំដែរឥឡូវនេះខ្ញុំរៀនថ្នាក់ទី12ឈ្មោះរបស់គាត់ឈ្មោះ Paul ហើយគាត់ខាងនេះឈ្មោះ Karen គាត់គឺជាឪពុកម្ដាយថតរបស់ខ្ញុំដែលគាត់បាន sponsor ខ្ញុំតាំង9ឆ្នាំរហូតដល់18ឆ្នាំមកម្ល៉េះគាត់បានចុះបង្រៀនធ្វើជាគ្រូអង់គ្លេសស្ម័គ្រចិត្តនៅសាលាអង្គការ SC បាន2ដងហើយWhat got you interested in sponsoring SC student? Well, I was born and grew very little in China, but my parents gave me a good opportunity to move to US. So I got an education and let me a good job and good salary. I understand the pain and the hardship to being a poor person in a big world. We wanted to work with SC because it has a very good program to support village life and as well as provide a very healthy learning environment for the children. មុនហ្នឹងខ្ញុំបានសួរគាត់ថាហេតុអ្វីបានគាត់មានចំណារអារម្មណ៍ក្នុងការឧបត្ថម្ភដល់សិស្សនៅ SC ហើយគាត់ក៏បានឆ្លើយមកខ្ញុំវិញថាគាត់ថាពីមុនគាត់ជាមនុស្សម្នាក់ដែលមានជីវភាពក្រីក្រប៉ុន្តែគាត់បានផ្លាស់ប្ដូរទៅរស់នៅអាមេរិកដែលធ្វើឲ្យជីវិតរបស់គាត់បានផ្លាស់ប្ដូរគាត់បានប្រាក់ខែសមរម្យគាត់យល់ថាការលំបាកហ្នឹងវាយ៉ាងម៉េចហើយគាត់ក៏ត្រឡប់មកគាត់ម្ដងទៀតគាត់ថាគាត់ចង់ជួយដល់អ្នកដែលក្រីក្រហើយគាត់ក៏បានសហការជាមួយនឹងអង្គការចេតិភាពកម្ពុជា For me, the history of Cambodia is another reason that we wanted to get involved with Sustainable Cambodia. The Khmer Rouge in the 70s basically wiped out an entire generation of educated people. And I'd like to help the country get back on its feet and become the developing country that we know it can be. But that's only going to happen with a new generation of educated people. ដោយសារតែគាត់បានចារអំពីប្រវត្តិសាស្ត្រខ្មែរដូចអ្នកនរគ្នាដឹងហើយដោយការចំនួនមុនគេដូចពួកខ្មែរក្រហមគាត់បានយកអ្នកដែលមានចំណេះដឹងយកទៅសម្រាប់ចោលប្រហារជីវិតចោលអញ្ចឹងទៅបានធ្វើឲ្យសង្គមខ្មែរហ្នឹងអាចនឹងមានខ្វះខាតមនុស្សធនធានមនុស្សដែលមានចំណេះដឹងច្រើនអញ្ចឹងទៅបានគាត់ដោយសារគាត់ចារអារម្មណ៍រឿងហ្នឹងទៅគាត់មកប្រទេសកម្ពុជាដើម្បីធ្វើឲ្យកម្ពុជាមានចំហររឹងមាំដើម្បីជួយដល់ក្មេងៗដែលគាត់ខ្វះខាតជីវភាពដែលមិនអាចបន្តការសិក្សាដែលធ្វើឲ្យគាត់មានចំណេះដឹងអញ្ចឹងគាត់មកដើម្បី sponsor ក្មេងៗទាំងអស់នោះឲ្យគាត់បានចូលរៀននិងមានចំណេះដឹង Please tell us your story in Sustainable Cambodia. We are very proud of your intelligence and fluent in English. And when we first met you, remember, like you were so shy to even talk to us. We have to use the interpreter to talk to you. And here we are 9 years after we started sponsoring you, and we're taking you out to lunch without an interpreter and speaking in an adult, fluent English conversation. And that just makes us so proud of the future that you're going to have. You're almost ready to graduate and go to university, and going to university with your bilingual skills and that degree is going to really open doors to well-paying job opportunities that's going to benefit yourself and your family. មុនហ្នឹងក៏បាននិយាយថាក៏បាន sponsor ខ្ញុំតាំងពីខ្ញុំនៅក្មេងដែលមានអាយុ9ឆ្នាំហើយខ្ញុំកាលនៅក្មេងខ្ញុំរៀនច្រើនមែនតើខ្ញុំអត់ហ៊ាននិយាយមួយគាត់សូម្បីតែពេលនិយាយមួយគាត់ក៏ខ្ញុំអត់ហ៊ានមើលមុខគាត់ដែរហើយនៅពេលដែលខ្ញុំនិយាយភាគមួយគាត់តំណែងតំណងមួយគាត់ពេលច្រើនខ្ញុំត្រូវការគ្រូមកដើម្បីមកជួយបកប្រែឲ្យខ្ញុំហើយដូចដែលផលក៏បានលើកឡើងមុនហ្នឹងអញ្ចឹងគាត់ថានៅពេលដែល9ឆ្នាំក្រោយមកខ្ញុំអាចនិយាយអង់គ្លេសបានរៀងគ្រាន់ភាសាជាងមុនហើយដោយនិយាយជាមួយគ្នាតំណែងតំណងមួយគ្នាដែលមិនត្រូវការចាំបាច់គ្រូមកបកប្រែដោយលើកមុនទេហើយពួកយើងក៏ធ្លាប់បានទៅញ៉ាំអាហារជាមួយគ្នាដែរដែលមិនចាំបាច់មានគ្រូមកបកប្រែពួកយើងអាចសន្ទនាគ្នារៀងងាយស្រួលជាងមុនហើយខ្ញុំក៏លែងសូវមានភាពខ្មាស់អៀនដូចមុនដែរហើយគាត់ក៏បាននិយាយទៀតថាបើសិនជាយើងចេះអង់គ្លេសអាចនឹងមានការងារជាច្រើនដែលចាំទទួលយើង So why are you volunteering in SC? After being sponsors for a few years, we got the opportunity to actually come to Persat on an annual Rotary trip. And we got to meet you for the first time, which was very exciting for us. And we got to go see a village and what Sustainable Cambodia is doing to help improve village life, as well as spend time at the school and see all the great things that they're doing here. We were so impressed with the programs and the people that we knew we wanted to come back and be more involved. So 4 years later, which is this year, we came back in November and we volunteered to help the English teachers co-teach English. We did that for 2 weeks. We weren't sure how that would go, but we loved it. And we decided that it wasn't enough time. So we came back again this month in March for the whole month. And we noticed every time we come back, we feel more of a sense of community and home
Like the staff is almost like our family, and we can just feel the love that the students and the teachers and the staff have for each other and for us. And we just love that. That makes us want to come back. It's such a healthy environment for learning, and everybody is so kind that we just really enjoy the volunteer experience. គាត់ថាគាត់មកដំបូងគាត់មកជាលក្ខណៈជាក្រុម Rotary ហើយគាត់ជាសមាជិកដែលមកទស្សនាគាត់ក៏មានចំណារអារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធីសិក្សានៅ SC ហើយគាត់ក៏សម្រេចចិត្តថានឹងមកសាលាម្ដងទៀតនៅរយៈពេលកន្លះខែគាត់បានធ្វើការងារជាច្រើនដូចជាចូលបង្រៀនសិស្សបានជួយកិច្ចការសាលាអីជាដើមហើយគាត់ក៏បាននិយាយថាបុគ្គលិកនៅអង្គការជាភាពកម្ពុជាហ្នឹងបានរស់រាយដាក់គាត់មែនតើហើយសឹងតែថាដូចជាគ្រួសាររបស់គាត់ចឹង So what message do you want to convey to the parents? We want to congratulate the parents for having their child accepted into the Sustainable Cambodia program. It's a true privilege, and it will lead to the better life for the child and the family. Investing in the future of your child will benefit the family, the child, maybe even the village and the whole country of Cambodia. A child with a full completed education, including computer and English language skills, will open doors to better jobs and higher pay. So it's important to think long term and make sure to keep your child in school all the way through the end so they can get that degree and get that great paying job. Cambodia is developing rapidly, and there will be plenty of opportunity for good paying job. Without a complete education, your child will not be part of it. Your commitment to your children's future is very important. It is tempting to pull the children out of a school and make a little bit money, but this is only short term. For the long term, the children will have so many more earning power to have a complete high school and university degree. ដោយដែលមុននឹងអញ្ចឹងខ្ញុំបានសួរគាត់ថាតើពួកគាត់នឹងចង់ផ្ញើសារអ្វីទៅកាន់ឪពុកម្ដាយហើយគាត់បាននិយាយថាគាត់មានមោទនភាពចំពោះឪពុកម្ដាយដែលមានទឹកចិត្តចង់ជំរុញកូនចូលនៅសាលា SC នេះមានកម្មវិធីសិក្សាសំខាន់ៗដូចជាភាសាអង់គ្លេសនិងកុំព្យូទ័រដែលកម្មវិធីហ្នឹងវាពិតជាសំខាន់ចាំបាច់នៅក្នុងសាកលវិទ្យាល័យគេប្រើច្រើនមែនតើគាត់បានលើកឡើងថាកម្ពុជាឥឡូវមានការវិវត្តយ៉ាងឆាប់រហ័សបើសិនជាអ្នកមិនបញ្ជូនកូនរបស់អ្នកទាំងអស់គ្នាទៅរៀនទេគាត់អាចនឹងពិបាករកការងារធ្វើហើយគាត់ក៏បានលើកឡើងថាបើសិនជាអ្នកទាំងអស់គ្នាសម្រេចចិត្តថាដកកូនចេញពីសាលាមុនដែលគាត់បន្តរៀនចប់គាត់អាចនឹងធ្វើឲ្យគាត់មានភាពងាយស្រួលក្នុងរយៈពេលខ្លីប៉ុន្តែអាចធ្វើឲ្យគាត់ពិបាកនៅថ្ងៃខាងមុខពេលខ្លះអាចធ្វើឲ្យគាត់ហត់ហើយការងារនោះក៏អត់អាចធ្វើបានរហូតដែរគាត់ធ្វើបាននៅពេលណាក៏គាត់មានកម្លាំងឯពេលដែលគាត់ចាស់ទៅគាត់អាចនឹងអត់មានចំណូលចូលដល់គ្រួសារធ្វើឲ្យគ្រួសាររតែពិបាកលើសដើម Thank you for giving your perspective from the view of sponsor and volunteer. And is there anything would you like to add? I hope this video helps the parents to understand all the good work that Sustainable Cambodia is doing and how important it is to keep their child in school and finish all the way till they get a degree. And we are very, very proud of being part of Sustainable Cambodia. Together we can make a difference. អរគុណសម្រាប់ការចែករំលែកនិងការចំណាយពេលវេលាដែលឲ្យពួកយើងយល់ដឹងពីសាលា SC ហើយអរគុណសម្រាប់ការជួយឧបត្ថម្ភដល់កុមារនៅ SC ដែរគាត់ទាំងពីរបាននិយាយថាឲ្យអ្នកទាំងអស់គ្នាឲ្យមានទំនុកចិត្តនៅលើសាលា SC នេះទៅព្រោះសាលា SC បានជួយកូនអ្នកនរគ្នាតាំងពីតូចរហូតដល់ចាប់ថ្នាក់បរិញ្ញាបត្រដោយដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងខ្ញុំពីក្មេងអញ្ចឹងដូចខ្ញុំអត់សូវចេះនិយាយអង់គ្លេសទេហើយតបពីខ្ញុំបានចូលរៀន SC មកខ្ញុំឃើញថាខ្ញុំនិយាយអង់គ្លេសបានច្រើនហើយខ្ញុំអត់សូវមានភាពហ៊ានខ្មាស់អញ្ចឹងខ្ញុំចង់ឲ្យនៅពុកម្ដាយទាំងអស់គ្នាជំរុញទឹកចិត្តកូនឲ្យមករៀនបានទៀងទាត់រហូតទៅដល់ឲ្យពួកគាត់នឹងបានចាប់សាកលវិទ្យាល័យថាក៏ពិតជាមានមោទនភាពណាស់ដែលគាត់ជាចំណែកមួយនៃសាលាអង្គការជារូបភាពកម្ពុជាហើយពួកយើងអាចផ្លាស់ប្ដូរបាន